ជំរាបសួរខ្ញុំឈ្មោះស្រណេតជានិស្សិតសាលាព្រះកពីហើយក្រៅពីនិស្សិតសាលាព្រះកពីខ្ញុំក៏មានការបម្រើព្រះនៅជំរាយព្រះអង្គរហើយនៅផ្សារត្រាចជាពិសេសពួកយើងក៏មានឱកាសបម្រើព្រះនៅកន្លែងផ្សេងទៀតនេះជាក្មេងនៅទៅព្រះអង្គរដែលពួកយើងបានចាប់ផ្ដើមកម្មវិធីក្មេងនៅទីនោះហើយពួកយើងឃើញថាពួកគេមានចិត្តចង់លើដំណឹងល្អហើយពួកយើងឃើញពួកគាត់ដូចមានការសប្បាយជាមួយពួកយើងហើយលើសពីនោះទៅទៀតពួកគាត់ដូចចង់រៀនជាមួយពួកយើងនេះជាក្មេងស្រីម្នាក់ដែលពួកយើងទៅលេងរាល់អាទិត្យទៅបង្រៀនរាល់អាទិត្យហើយគាត់មានឈ្មោះថាអូនមាននិងអូនបានសានសុខដែលគេហៅថាភូមិជំរាយដោយពួកយើងឃើញថាមានក្មេងៗជាច្រើនដែលគេត្រូវការព្រះហើយយើងឃើញថានៅទីនោះឃើញដូចជាក្មេងដែលកំព្រាក្មេងដែលអត់មានពុកម្ដាយហើយជាពិសេសឃើញក្មេងដែលឪពុកម្ដាយគេបោះបង់ចោលច្រើននៅទីនោះជាភាគច្រើនពួកយើងឃើញថានៅទីនោះសម្បូរទៅដោយក្មេងកំព្រាហើយនឹងស្ត្រីមេម៉ាយច្រើននេះជាពន្ធកិច្ចនៅសាត្រាចដែលពួកយើងបង្រៀនក្មេងនៅផ្សារត្រាចដែរមួយអាទិត្យមានម្ដងហើយពួកយើងក៏មានឱកាសបានលេងបាល់ជាមួយពួកគាត់និងធ្វើកម្មវិធីផ្សេងជាមួយពួកគាត់ជំរាបសួរខ្ញុំឈ្មោះសេណេត
ខ្ញុំមកពីភូមិតាពាំងថ្មដែលខ្ញុំស្គាល់ព្រះនៅអាយុ9ឆ្នាំហើយខ្ញុំស្គាល់ព្រះតាមរយៈកម្មវិធីក្មេងអ្នកបង្កើតកម្មវិធីនោះមានដូចជាលោកគ្រូវណ្ណៈលោកគ្រូម៉ានលោកគ្រូសេលោកគ្រូថមនិងអ្នកផ្សេងទៀតហើយមូលហេតុដែលខ្ញុំទៅកម្មវិធីក្មេងមូលហេតុទី1គឺខ្ញុំឃើញសេចក្តីស្រឡាញ់របស់គ្រូអ្នកគ្រូនៅទីនោះដែលគាត់មានចិត្តស្រឡាញ់ក្មេងៗទាំងអស់ហើយមានអ្វីមួយដែលឲ្យខ្ញុំឃើញពួកគាត់អំពីពួកគាត់ដូចគាត់មានក្តីស្រឡាញ់មានចិត្តអាណិតដល់ពួកយើងគាត់អត់ចេះរើសអើងគាត់ដូចអត់ប្រកាន់ពូជសាសន៍ដូចគាត់ស្រឡាញ់ទាំងអស់ហើយមូលហេតុមួយទៀតគឺខ្ញុំចង់ពេលនោះខ្ញុំនៅក្មេងហើយខ្ញុំចង់បានដូចនំឬអ្វីផ្សេងទៀតដែលក្មេងគេចង់បានអរគុណមានតែប៉ុណ្ណឹងមូលហេតុខ្ញុំមកកម្មវិធីក្មេងដោយសារឃើញពីគំរូល្អរបស់អ្នកគ្រូលោកគ្រូហើយគាត់ស្រឡាញ់ខ្ញុំគាត់យកចិត្តទុកដាក់ចំពោះខ្ញុំហើយពេលខ្ញុំមកទល់មកកម្មវិធីក្មេងខ្ញុំគិតថាអត់មានគេស្រឡាញ់ខ្ញុំយកចិត្តទុកដាក់ជាមួយខ្ញុំមានតែគេស្វាគមន៍ខ្ញុំទេតែទៅវិញពេលខ្ញុំមកឃើញគាត់ស្វាគមន៍ខ្ញុំគាត់ហៅខ្ញុំចូលក្នុងហើយអនាគតខ្ញុំចង់បានជីវិតដែលល្អដូចពួកគាត់ដែរជាចុងក្រោយខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាសូមជួយអធិដ្ឋានសម្រាប់ពន្ធកិច្ចនៅទីនេះដូចជានៅជំរាយនៅតាពាំងពោឲ្យពួកយើងរីកចម្រើនបន្ថែមទៀតហើយសូមអធិដ្ឋានសម្រាប់ពួកយើងឲ្យមនុស្សបានស្គាល់ព្រះបន្ថែមទៀតជាពិសេសឲ្យមនុស្សស្វែងរកព្រះបន្ថែមទៀតដូចខ្ញុំឃើញពន្ធកិច្ចនៅជំរាយដូចមានមនុស្សបើកចិត្តជាច្រើនហើយពួកយើងត្រូវការសេចក្តីអធិដ្ឋានរបស់អ្នកទាំងអស់គ្នាជាពិសេសក្នុងក្រុមជំនុំយើងហើយជាពិសេសបងប្អូនដែលឃើញវីដេអូនេះសូមជួយអធិដ្ឋានបន្ថែមទៀតអរគុណ